រឿងមេត្តាស្នងរូបគឺជាខ្សែភាពយន្តខ្មែរខ្នាតធំបងប្អូនអរគ្នាដែលជារឿងរបស់ផលិតកម្ម Media Load ផងដែរហើយនឹងចាក់បញ្ចាំងនៅថ្ងៃទី5នេះផងដែរបាទបងប្អូនអរគ្នាហើយថ្ងៃនេះដែរគឺខ្ញុំបានឡើងទៅភ្នំពេញទៀតហើយបងប្អូនអរគ្នាកម្មវិធីគឺថាសម្ពោធរឿងមេត្តាស្នងរូបនឹងតែម្ដងហើយបើនិយាយពី outfit វិញថ្ងៃនេះដូចណាត់គ្នាចឹងបងប្អូនអរគ្នាតែអត់បានណាត់ទេតែលេងខ្មៅសុទ្ធបរយទាំងអប៉ែតទាំងក្រុមការងារខ្ញុំសឹងទាំងអស់បាទពណ៌ខ្មៅទាំងអស់គ្នាតែម្ដងសម្រាប់ថ្ងៃសម្ពោធនឹងវិញគឺមាន content creator យើងចូលរួមច្រើនហើយភ្ញៀវកិត្តិយសយើងចូលរួមច្រើនខ្លាំងមែនតើបងប្អូនអរគ្នាហើយនៅថ្ងៃហ្នឹងដែរគឺខ្ញុំបានឡើងធ្វើ MC ពីអ្នកបងប្អូនស្រីរីកាផងដែរនិយាយទៅដៃគូដៃកង់ហើយបាទហើយបានរីកាគាត់និយាយច្រើនអញ្ចឹងណាហើយយើងដំបងថ្មីអញ្ចឹងយើងអត់តន់សូវចេះនិយាយច្រើនទេតែតិចទៀតនឹងនិយាយច្រើនដែរសម្រាប់រឿងមេត្តាស្នងរូបគឺតួសម្ដែងយើងបងប្អូនអរគ្នាបានឃើញមានតួល្បីច្រើនខ្លាំងមែនទែនបាទហើយពួកគាត់នៅក្នុងរឿងហ្នឹងគឺថាលយហ្មងគឺថា character ចេញមកកប់តែម្ដងរឿងនេះមើលទៅដឹងថាសប្បាយបងប្អូនអរគ្នាមើលទៅជក់ចិត្តខ្លាំងមែនទែនហ្មងសម្រាប់សាច់រឿងហើយសើចច្រើនហើយក៏ប្លែកគេច្រើនដែរបងប្អូនអរគ្នាហើយរន្ធត់ក៏មានដែរបាទហើយសម្រាប់រឿងមេត្តាស្នងរូបយើងគឺនឹងចាក់បញ្ចាំងនៅថ្ងៃទី5ហ្នឹងហើយបងប្អូនអរគ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាំទ្រទៅខ្សែភាពយន្តខ្មែរកុំភ្លេចទៅទស្សនាក៏ដូចជារឿងនេះល្អមើលខ្លាំងមែនទែនបងប្អូនអរគ្នាមើលដឹងតែសប្បាយចិត្តមើលដឹងតែសើចហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺតួយើងសិតតែល្បីច្រើនខ្លាំងមែនទែនហើយបាទផលិតវិញថ្ងៃនេះក៏គេនាំគូទៅដឹងគេទៅដែរបងប្អូនអរគ្នាបាទនិយាយទៅដើរអត់មានឃ្លាតឆ្ងាយពីគ្នាទេហើយប្រូបឺតនេះគឺមើលដូចជាច្រិញគេដែរអញ្ចឹងណាខ្លួនឯងអត់មានអ្នកនាំមក5នឹងតទៅអរគុណបាទម្ដងខ្ញុំទឹកពួកគាត់និយាយហើយអរគុណច្រើនមែនទែនអ្នកនរគ្នាដែលបានមកចូលរួមនៅថ្ងៃនេះតាមមិត្តភក្តិខ្ញុំទាំង fan របស់ខ្ញុំអ្នកគ្រប់គ្រងរបស់ខ្ញុំគឺអរគុណច្រើនមែនទែនសង្ឃឹមថាអ្នកនរគ្នានឹងចូលមកដំបូងខ្ញុំគិតដល់ស្អាត David ស្អាតអ្នកនរគ្នាស្គាល់បង David អត់គាត់ណាគេមិនជាអ្នកសម្ដែងចាំមើលគេដើរមកនោះមកគូថ្ងៃនេះមកគូតែពេលខ្ញុំតែឯងតឲ្យមុនសិនក្រុមអញ្ជើញផងដែរមែនតើឥឡូវសុំមេលីមុនគេមកសួស្តីអ្នកនរគ្នាខ្ញុំមេងលីសួស្តីអ្នកនរគ្នាខ្ញុំមនីពេជ្រស្ដីអ្នកនរគ្នាខ្ញុំ David សួស្តីអ្នកនរគ្នាខ្ញុំ Justin ខាងនោះសុំទៅវិញមិនបាច់ឲ្យសួរតើនេះចង់និយាយខ្លាំងណាសួរអត់សួរបងឥឡូវបងមានពាក្យពេចន៍អីចង់និយាយស្រីនាងកញ្ញាប្រិយមិត្តទាំងអស់គ្នាគណៈពេលនេះដែរគឺថាយើងចប់ពីការសម្ពោធនៅខ្សែភាពយន្តខ្មែរខ្នាតធំគឺរឿងមេត្តាស្នងរូបបងប្អូនអរគ្នាអែមខ្លាំងមែនទែនបាទហើយវីដេអូនេះក៏បានមកដល់ទីបង្ហើយហើយជួបគ្នានៅវីដេអូក្រោយទៀត